សហរដ្ឋអាមេរិករៀបចំផែនការជាមួយអ្នកបើកយន្តហោះលោកម៉ាដារ៉ូឲ្យដឹកបរិះរូបនេះមកឲ្យសហរដ្ឋអាមេរិកចាប់ខ្លួនទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកមានការណែនាំនិងលបួងទៅកាន់អ្នកបើកយន្តហោះរបស់លោកនីកាឡាស់ម៉ាដារ៉ូដែលជាប្រមុខអ្នកបើកយន្តហោះទៀតផងថាអ្វីដែលបរិះរូបនេះត្រូវធ្វើគឺធ្វើយ៉ាងណាបង្វែរការហោះហើរដោយយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយឡាទៅកាន់ទីកន្លែងមួយដែលអាជ្ញាធរសហរដ្ឋអាមេរិកអាចចាប់ខ្លួនបរិះរូបនេះបានជាការដោះដូរទីភ្នាក់ងារនេះបានប្រាប់ទៅកាន់អ្នកបើកយន្តហោះនៅក្នុងកិច្ចប្រជុំសម្ងាត់មួយថាលោកនឹងក្លាយទៅជាអ្នកមានមួយរំពេចពេលសន្ទនានោះត្រូវបានគេដឹងថាមានសភាពតានតឹងហើយអ្នកបើកយន្តហោះហាក់បីដូចជាអល់ឯកមិនមានការប្រាជ្ញាចិត្តនៅក្នុងការចូលរួមនោះទេបន្ទាប់មកទីភ្នាក់ងារនោះក៏បានប្រកល់នៅលេខទូរស័ព្ទរបស់លោកបន្ទាប់ពីនេះមានសញ្ញាណមួយដែលថាបរិះរូបនេះអាចនឹងចាប់អារម្មណ៍នៅក្នុងការជួយរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់ពីរយៈពេល16ខែដែលបុគ្គលិកទីភ្នាក់ងារសហព័ន្ធបានសម្រេចនៅក្នុងការចូលនិវត្តន៍ពីការ